Hello អ្នកគ្នានេះជាវីដេអូទី1ខ្ញុំមកធ្វើការបង្រៀនអ្នកគ្នាអំពី HTML តែ HTML គឺជាអ្វី HTML គឺជា Hypertext Markup Language ពលិនៅក្នុងការបង្កើត HTML គឺមានវាយើងត្រូវបញ្ចប់វាដោយ .html ឧទាហរណ៍ថាយើងបង្កើត file មួយមានចំណងជើងថា index.html នេះយើងធ្វើមិនដឹងយើងបានយក file HTML រួមទៅអាចយើងបង្កើតជា HTML ពេលយើងត្រូវបង្កើតដោយចុងក្រោយគឺ .html ហើយ structure នៅក្នុងការសរសេររចនាសម្ព័ន្ធនៅក្នុងការសរសេរ HTML យើងត្រូវតាមរងដោយទៀនមួយទៀត doc t តើមកដាក់ html គឺបានវិញបន្តមកទៀតយើងក៏ចាប់តាមសរសេរលើ structure វាបន្តទៀតវាមាន html បន្តមកដាក់ lang គឺ en នៅក្នុងនោះយើងត្រូវសរសេរនៅ header ហ្នឹងគឺយើងប្រើសម្រាប់ដាក់នៅដូចជា title របស់គេហទំព័រមួយហ្នឹងវាមានអីខ្លះអញ្ចឹងឧទាហរណ៍ថាគេហទំព័រយើង Facebook យើងដាក់ title វិញ Facebook អញ្ចឹងគឺវានឹងបានជា Facebook ចាស់ខ្ញុំឧទាហរណ៍មកឲ្យមើលដល់ពេលដែលខ្ញុំបានសរសេរ structure វាឲ្យអ្នកគ្នាមើលក៏យកបន្តមកទៀតយើងសរសេរនៅ meta ទៅ charset យើងដាក់ utf ដល់8បន្តមកទៀតយើងចូលមកដល់ title គឺ line យើងដាក់នៅឈ្មោះនៅគេហទំព័រយើងឧទាហរណ៍ទៅដាក់ថា Facebook អានោះគឺឈ្មោះតំណាងឲ្យគេហទំព័រយើងបន្តមកតបញ្ចូល header បញ្ចូលដល់ body គឺយើងកន្លែងយើងធ្វើនៅក្រុមនៅគេហទំព័រយើងនៅក្នុងនេះយើងអាចសរសេរអ្វីក៏បានដែរឲ្យជា body ឧទាហរណ៍ថាយើងដាក់ថាយើងចាប់ផ្ដើមដោយថា hello world ហើយវិធីសាស្ត្រក្នុងការបើកវាដើម្បីមើលថាមើលគេតំព័ររបស់យើងគឺយើងធ្វើការ mouse control ស្ដាំយើងធ្វើការ mouse ស្ដាំនៅលើវាទៅយើងជ្រើសរើសយក open line visual ពេលហ្នឹងវានឹងចូលមកកាន់ browser របស់យើងតែម្ដងនេះវាជា hello world តែដើម្បីធ្វើការបើកនៅ open line server បានយើងត្រូវ install open line server សិនក្នុង extension អ្នកគ្នាអាចទៅធ្វើការ research បាននៅក្នុងរបៀបក្នុងការ install open line server ពេលធ្វើហ្នឹងវាស្រួលនៅក្នុងការ develop កុំឲ្យយើងពិបាកនៅក្នុងយើងសរសេរម្ដងហើយម្ដងមួយបាក់ refresh យើងធ្វើនេះគឺក៏វាងាយស្រួលនៅពេលយើងធ្វើហើយគឺគ្រាន់តែ save វា auto load ឲ្យយើងមកអញ្ចឹងមិនចាំទៅ refresh វាទេបន្តមកទៀតរបៀបនៅក្នុងការប្រើ header និង paragraph header គឺជាអក្សរដ៏ធំដូចជានេះ h1 គឺជាអក្សរដ៏ធំចំណែកការសរសេរ paragraph ជាងតាមជាងសេត SOP ឧទាហរណ៍ថាជាងដាក់ថា lorem text នេះគឺជា free text ទេនៅក្នុង HTML វាមានឲ្យស្រាប់ហើយយើងហៅថា lorem មកវាចេញឲ្យមកយើងចូលទៅមើលនេះវាជាមាន paragraph ច្រើនយើងត្រូវដាក់យើងសរសេរមុនហ្នឹងបន្តមកទៀតវាចូល text យើងមកមើលអំពី text គឺថាយើងសរសេរអំពី text bold គឺវាដាក់ឲ្យ strong យើងដាក់ថាខ្ញុំសរសេរដោយឈ្មោះ channel ខ្ញុំមកច្បាស់មកវាតាមនេះចេញមកអក្សរធំអាហ្នឹងវាដូចនឹងវាស្តៀងទៅនឹង A1 ដែរប៉ុន្តែគាត់នេះវាអាច custom បានយើងអាចសរសេរចូលប្រឡោះណាយើងចង់ឲ្យវាដុតធំដូចយើងដុតធំបានបន្តមកទៀត
យើងចូលមកដល់អក្សរ trade អក្សរ trade តាំងមក em អក្សរ trade យើងសេនេះយើងដាក់ em មកយើងដាក់ថា please subscribe ត description នេះទៅបើកមើលនេះវានឹង trade ណាគ្នាបន្តមកទៀតយើងចូលមកដល់ analyze យើងតាំងដោយអក្សរអុយបែបនេះនៅក្នុងនោះយើងដាក់ថា turn on notification នេះវាចេញនៅ analyze តមកទៀតណាខ្ញុំប្រាប់ពីកលឹងមួយទៀតនៅក្នុងការយើងចង់វាចុះបន្តយើងប្រើ BR នេះវាធ្វើចុះបន្តនេះវាចុះបន្តទៅនេះចាំមើលទៅនេះកន្លែងមុខ subscribe នេះចង់វាចុះបន្តមួយទៀតយើងដាក់ BR មួយទៀតនេះវាចុះបន្តអូតូហើយមួយទៀតនៅនេះនៅក្នុងការប្រើ hashtag នៅ X ហ្នឹង X មានច្រើនវាមានតាំងពី X1 រហូតដល់ X6 ឥឡូវខ្ញុំមកធ្វើការបង្ហាញពី X1 អានេះខ្ញុំបើកវងកញ្ចក់ដាក់ថា X1 បន្តមកទៀតយើងចូលមកដល់ X2 គឺថា hello A2 អូខេនេះវាតូចជាងA1 ខ្ញុំប្រាប់ពីប្រធានក្នុងការសរសេរលឿនដល់ការ copy យើងលឿនហ្នឹងយើងមិនចាំទៅសរសេរ control select control C control V នេះយើងគ្រាន់តែចុច shift ជាមួយ alt តោះយើងចុចសញ្ញាព្រួយចុះក្រោមវានឹង copy យើងអូតូហ្មងតែត្រូវដាក់នៅសញ្ញាផ្លុកផ្លែតកន្លែងយើងសេថិចហ្នឹងនៅកន្លែងដែលយើងយក copy នេះយើង copy ចឹងក៏ចុចសាំង arrow ចុះក្រោមមកវានឹង copy យើងអូតូហើយវាមានច្រើនមាន x3 x4 x5 x6 វាមានត្រឹមហ្នឹងនេះវាតាមដាប់តាំងពីធំរហូតដល់តូចអូខេខ្ញុំភ្លេចប្រាប់ចំពោះក្នុងការ set HTML គេទៅគេប្រើនៅ VS Code ហ្នឹងគឺយើងងាយស្រួលក្នុងការប្រើនៅក្នុងការ develop នៅ web development គេប្រើតែ VS Code ទេនៅក្នុងការ develop របស់វាវិធីក្នុងការ download ស្រួលយ៉ាងនេះគ្នាគ្រាន់តែចូលគ្នាគ្រាន់តែ search នៅ VS Code មកហើយយើងក៏ install វាធម្មតាអញ្ចឹងទៅចំពោះវីដេអូរបស់ខ្ញុំនៅ part ទី1មានតែប៉ុណ្្នឹងទេមានអីឆ្ងល់អាច comment សួរបានហើយបើពេញចិត្តនៅវីដេអូនេះកុំភ្លេចចូលចុច subscribe និង like នៅវីដេអូខ្ញុំទាំងអស់គ្នា